បងប្អូនសល់ខាងមុខដល់ទៅ7ម៉ែត្រដែលអាចចតឡានបានមកទលីហើយយើងមានរបងការពារទៀតនេះជាវិឡាកូនកាត់ម៉ូតថ្មីរបស់បរិយាលេខសវណ្ណដែលមានផ្លូវមុខ8ម៉ែត្រតភ្ជាប់ទៅកាន់ផ្លូវរត់30ម៉ែត្រពិសេសមែនទែនម៉ូតផ្ទះក៏ស្អាតຂະຫນាតក៏ធំទូលាយຂະຫນាតមានទំហំ4ម៉ែត្រ2គុណនឹង17ម៉ែត្រជាន់ទី1សម្រាប់ជាន់ទាត់ដីគឺយើងសល់ខាងមុខដល់ទៅ7ម៉ែត្រសាច់ផ្ទះ14ម៉ែត្រនិងសល់ក្រោយ1ម៉ែត្រកន្លះឥឡូវនេះគឺយើងចូលមកដល់ខាងក្នុងគឺយើងមានបន្ទប់ទទួលភ្ញៀវធំទូលាយដែលមានហ្វ្រីទូតាំងមួយឈុតជូនបងប្អូនស្រស់ស្អាតមែនទែនហើយចូលមកខាងក្រោយគឺយើងមានបន្ទប់ទឹករួមមួយនិងមានកន្លែងចម្អិនអាហារក៏ដូចជាកន្លែងញ៉ាំអាហារហើយខាងក្រោយនេះគឺមានហ្វ្រីទូផ្ទះបាយមួយឈុតជូនបងប្អូនដូចគ្នាឡើងទៅកាន់ជាន់ទី1គឺយើងមាន2បន្ទប់គេងដែលបន្ទប់នីមួយៗគឺធំទូលាយដោយសារយើងមានຂະຫນាត17ម៉ែត្រគុណនឹង4ម៉ែត្រ2ពិសេសជាងគេគឺបន្ទប់មេគ្រួសារអញ្ចឹងបងប្អូនចូលមកកន្លែងដែលខ្ញុំបង្ហាញនេះគឺបងប្អូនអាចដេកជាទូកៅអៅក៏បានជាកន្លែងធ្វើការក៏បានដែរហើយចំពោះបន្ទប់ទឹកគឺធំទូលាយមែនទែនបងប្អូនហើយសម្រាប់បន្ទប់មេគ្រួសារនេះគឺយើងមានវេរ៉ង់ដាដែលបងប្អូនអាចចេញមកក្រៅបានចូលមកមើលបន្ទប់ក្រោយវិញក៏ធំទូលាយមិនចាញ់បន្ទប់មុខដែរគឺយើងមានបន្ទប់ទឹកធំមួយនៅក្នុងបន្ទប់ស្រាប់តែម្ដងងាយស្រួលក្នុងការរស់នៅសម្រាប់ជាន់ទី2និងជាន់ទី1គឺដូចគ្នាទាំងអស់យើងមាន4បន្ទប់គេងនិង5បន្ទប់ទឹកហើយបន្ទប់គឺធំទូលាយដូចបងប្អូនឃើញហើយឥឡូវនេះគឺខ្ញុំនាំបងប្អូនឡើងទៅជាន់លើវិញជាន់លើក៏កាន់តែពិសេសដែរចំពោះជាន់ខាងលើនេះគឺយើងមានចាក់ប្លង់សេកន្លះសន្លឹកដើម្បីបងប្អូនអាចហាកៅអៅក៏បានប្រើជា Skype បារក៏បានដែរបងប្អូនគឺល្អមែនទែនខាងលើនេះគឺធំទូលាយហើយសម្រាប់ម៉ូតផ្ទះវិឡាកូនកាត់ម៉ូតថ្មីនេះគឺយើងចាប់ផ្ដើមបើកលក់ហើយបើបងប្អូនមានចំណាប់អារម្មណ៍បងប្អូនអាចតាក់ទងមកកាន់ Facebook Page ក៏បានឬក៏តាក់ទងតាមលេខទូរស័ព្ទខាងក្រោមនេះបានបងប្អូន